ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិអគ្គនាយកដ្ឋានអាស៊ានសេចក្តីប្រកាសព័ត៌មានលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍នយោបាយសន្តិសុខអាស៊ានលើកទី29កិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ានលើកទី36និងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ានក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រនៅថ្ងៃទី25ខែឧសភាឆ្នាំ2025អាដាមប្រាក់សុខុនឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍នយោបាយសន្តិសុខអាស៊ានលើកទី29កិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ានលើកទី36និងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ានក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រនៅទីក្រុងកូឡាឡាំពូប្រទេសម៉ាឡេស៊ី1កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានកិច្ចប្រជុំបានពិភាក្សាលើវឌ្ឍនភាពនៃការកសាងសហគមន៍អាស៊ានក្រោមភាពជាប្រធានអាស៊ានឆ្នាំ2025របស់ប្រទេសម៉ាឡេស៊ីក្រោមមូលបត្របរិយាបន្ននិងចីរភាពកិច្ចប្រជុំបានស្វាគមន៍ការបញ្ចប់ឯកសារចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ2045និងផែនការយុទ្ធសាស្ត្រដែលនឹងត្រូវអនុម័តនៅកិច្ចប្រជុំកំពូលអាស៊ានលើកទី46ចំពោះទំនាក់ទំនងខាងក្រៅរបស់អាស៊ានកិច្ចប្រជុំបានបញ្ជាក់សារជាថ្មីពីសារៈសំខាន់នៃការពង្រីកទំនាក់ទំនងជាមួយដៃគូខាងក្រៅស្របពេលជាមួយការពង្រឹងមជ្ឈភាពអាស៊ានក្នុងយន្តការនានាដែលដឹកនាំដោយអាស៊ានឯកឧបនាយករដ្ឋមន្ត្រីបានគូបញ្ជាក់ថាមូលបត្របរិយាបន្ននិងចីរភាពស៊ីចង្វាក់យ៉ាងខ្លាំងជាមួយចក្ខុវិស័យរួមរបស់អាស៊ានឆ្ពោះទៅកាន់សហគមន៍មួយដែលមិនទុកនរណាម្នាក់ចោលឯកឧបនាយករដ្ឋមន្ត្រីក៏បានស្វាគមន៍ចំណាប់អារម្មណ៍ជាបន្តបន្ទាប់លើការបង្កើនទំនាក់ទំនងជាមួយអាស៊ានដោយបានឃើញតាមរយៈការកើនឡើងនៃសំណើចូលជាភាគីនៃសន្ធិសញ្ញាមិត្តភាពនិងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ដែលបង្ហាញសារជាថ្មីពីសារៈសំខាន់របស់អាស៊ានជាកម្លាំងចលករជំរុញសន្តិភាពការសន្ទនានិងកិច្ចសហប្រតិបត្តិការឯកឧបនាយករដ្ឋមន្ត្រីបានកោតសរសើរដល់ការដឹកនាំរបស់ប្រទេសម៉ាឡេស៊ីក្នុងការដោះស្រាយវិបត្តិនៅប្រទេសមីយ៉ាន់ម៉ានិងបានសម្ដែងការគាំទ្រយ៉ាងពេញទំហឹងចំពោះប្រិយសិទ្ធិពិសេសរបស់ប្រធានអាស៊ានក្នុងការជំរុញការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ5ចំណុចរបស់ប្រមុខដឹកនាំអាស៊ានឯកឧបនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថាការសន្ទនានយោបាយប្រកបដោយជោគជ័យក្នុងប្រទេសមីយ៉ាន់ម៉ាអាចបម្រើដល់គោលបំណងពីរគឺការផ្ដល់ជំនួយមនុស្សធម៌គ្មានដែនកំណត់និងការកៀងគរធនធានសម្រាប់ការកសាងប្រទេសឡើងវិញទន្ទឹមនឹងនោះក៏ជាវេទិកាសម្រាប់ផ្សះផ្សាភាពខុសគ្នាផ្នែកនយោបាយនិងកសាងទំនុកចិត្តចំពោះទៅរកដំណោះស្រាយនយោបាយយូរអង្វែងក្នុងនាមជាប្រទេសសម្របសម្រួលទំនាក់ទំនងដៃគូសន្តិនិកអាស៊ានសហរដ្ឋអាមេរិកឯកឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ជាថ្មីនៅការបដិញ្ញាចិត្តរបស់កម្ពុជាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងអាស៊ាននិងសហរដ្ឋអាមេរិកលើគ្រប់វិស័យ2កិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍នយោបាយសន្តិសុខអាស៊ានលើកទី29កិច្ចប្រជុំបានពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តផែនការមេស្ដីពីសហគមន៍នយោបាយសន្តិសុខអាស៊ានឆ្នាំ2025និងទន្ទឹងរង់ចាំលទ្ធផលនៃការពិនិត្យឡើងវិញបញ្ចប់អាណត្តិលើការអនុវត្តផែនការនេះដោយលេខាធិការដ្ឋានអាស៊ានកិច្ចប្រជុំបានពិភាក្សាពីការវិវត្តថ្មីៗរបស់ស្ថាប័នតាមវិស័យក្រមសសរស្តម្ភសហគមន៍នយោបាយសន្តិសុខអាស៊ាននិងបានកត់សម្គាល់ការងាររបស់វិទ្យាស្ថានអាស៊ានសម្រាប់សន្តិភាពនិងការផ្សះផ្សាក្នុងកិច្ចប្រជុំឯកឧបនាយករដ្ឋមន្ត្រីបានគូបញ្ជាក់ពីអត្ថប្រយោជន៍សំខាន់ៗរបស់សហគមន៍អាស៊ានដែលកើតចេញពីការសម្រេចបាននៅផែនការមេស្ដីពីសហគមន៍នយោបាយសន្តិសុខអាស៊ានឆ្នាំ2025ឯកឧបនាយករដ្ឋមន្ត្រីបានចាត់ទុកភាពជោគជ័យនេះជាការបដិញ្ញាចិត្តរួមរបស់អាស៊ាននិងបានសង្កត់ធ្ងន់លើទូនាទីរបស់ផែនការមេឆ្នាំ2025ក្នុងការកសាងមូលដ្ឋានគ្រឹះសម្រាប់ផែនការយុទ្ធសាស្ត្រសហគមន៍នយោបាយសន្តិសុខអាស៊ាននាពេលខាងមុខដែលមើលឃើញពីការកើនឡើងនៃភាពតានតឹងសកលឯកឧបនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើតម្រូវការសម្រាប់ការសន្ទនាក្នុងន័យស្ថាបនាការទូតនិងកិច្ចសហប្រតិបត្តិការពហុភាគីកាន់តែរឹងមាំដើម្បីគ្រប់គ្រងនិងទប់ស្កាត់ជម្លោះ
ឯកឧបនាយករដ្ឋមន្ត្រីក៏បានគូបញ្ជាក់ពីភាពបន្ទាន់នៃការដោះស្រាយការគម្រាមកំហែងឆ្លងដែនដូចជាការជួញដូរគ្រឿងញៀនការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានិងការជួញដូរមនុស្សតាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការក្របខ័ណ្ឌគតិយុត្តរឹងមាំនិងសមត្ថភាពបច្ចេកវិទ្យាទំនើប3កិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ានលើកទី36កិច្ចប្រជុំបានគូបញ្ជាក់ពីសារៈសំខាន់នៃការបញ្ចប់បានទាន់ពេលវេលានៅឯកសារចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ2045ដែលនឹងផ្ដល់ជាមូលដ្ឋានគ្រឹះសហគមន៍អាស៊ានមួយដែលប្រកបដោយភាពធន់បរិយាបន្ននិងចីរភាពសម្រាប់ប្រជាជនជំនាន់ក្រោយកិច្ចប្រជុំក៏បានពិភាក្សាពីសមាជិកភាពពេញសិទ្ធិរបស់ទីម៉ូឡេស្តេក្នុងអាស៊ាននិងបានស្វាគមន៍ការដាក់ឲ្យដំណើរការអង្គភាពទទួលបន្ទុកកិច្ចការទីម៉ូឡេស្តេនៅលេខាធិការដ្ឋានអាស៊ានដោយបានគូសបញ្ជាក់ពីទូនាទីដ៏មានសារៈសំខាន់របស់អង្គភាពនេះក្នុងការជួយទីម៉ូឡេស្តេពន្លឿនការបំពេញលក្ខខណ្ឌសេសសល់ដោយមានចែងក្នុងផែនទីបង្ហាញផ្លូវសម្រាប់សមាជិកភាពពេញសិទ្ធិអាស៊ានរបស់ទីម៉ូឡេស្តេពាក់ព័ន្ធនឹងវិស័យពាណិជ្ជកម្មនិងការវិនិយោគឯកឧបនាយករដ្ឋមន្ត្រីបានបង្ហាញការគាំទ្រចំពោះការបដិញ្ញាចិត្តកាន់តែខ្លាំងក្លាបន្ថែមទៀតដើម្បីជំរុញពាណិជ្ជកម្មនិងការវិនិយោគក្នុងតំបន់អាស៊ានការពន្លឿនការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញអាស៊ាននិងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់រួមគ្នាជាមួយនឹងការបង្កើតកិច្ចព្រមព្រៀងស្តីពីក្របខ័ណ្ឌសេដ្ឋកិច្ច Digital អាស៊ានគឺជាគន្លឹះសម្រាប់កំណើនរយៈពេលយូរអង្វែងរបស់អាស៊ីអាគ្នេយ៍ចំពោះសមាជិកភាពពេញសិទ្ធិរបស់ទីម៉ូឡេស្តេក្នុងអាស៊ានឯកឧបនាយករដ្ឋមន្ត្រីបានសម្ដែងការស្ងើចសរសើរចំពោះវឌ្ឍនភាពយ៉ាងធំធេងដែលទីម៉ូឡេស្តេសម្រេចបានក្នុងការអនុវត្តផែនទីបង្ហាញផ្លូវក៏ដូចជាការចូលរួមយ៉ាងសកម្មរបស់ទីម៉ូឡេស្តេក្នុងកិច្ចប្រជុំនិងសកម្មភាពនានារបស់អាស៊ានឯកឧបនាយករដ្ឋមន្ត្រីបង្ហាញនៅសុទិដ្ឋិនិយមថាការដាក់បញ្ចូលទីម៉ូឡេស្តេជាសមាជិកពេញសិទ្ធិរបស់អាស៊ានឲ្យបានឆាប់និងមិនត្រឹមតែផ្ដល់ផលប្រយោជន៍ដល់ទីម៉ូឡេស្តេប៉ុណ្ណោះទេថែមទាំងជាការជួយលើកកម្ពស់ឯកភាពនិងភាពខ្លាំងរបស់អាស៊ានផងដែរ4លទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្ររដ្ឋមន្ត្រីអាស៊ាននិងក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្របានពិនិត្យឡើងវិញលើការរៀបចំត្រៀមកិច្ចប្រជុំកំពូលអាស៊ានក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រលើកទី2ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី27ខែឧសភាឆ្នាំ2025និងបានផ្លាស់ប្តូរព័ត៌មានពីការវិវត្តថ្មីៗនៅក្នុងតំបន់របស់ខ្លួនរដ្ឋមន្ត្រីអាស៊ាននិងក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រក៏បានចែករំលែកទស្សនៈលើទិសដៅអនាគតនៃកិច្ចសហប្រតិបត្តិការអន្តរតំបន់ផងដែរក្នុងកិច្ចប្រជុំខាងលើឯកឧបនាយករដ្ឋមន្ត្រីបានកោតសរសើរសហប្រធានដែលបានសម្របសម្រួលប្រកបដោយប្រសិទ្ធភាពនិងបានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការរៀបចំឲ្យមានការចូលរួមរវាងអាស៊ាននិងក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រជាពិសេសក្នុងចំណោមតំណាងអចិន្ត្រៃយ៍នៅទីក្រុងហ្សាកាតាដើម្បីធានាបាននូវការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអាស៊ានក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រឆ្នាំ2024-2028ក្នុងការគាំទ្រពាណិជ្ជកម្មសេរីនិងបើកចំហឯកឧបនាយករដ្ឋមន្ត្រីបានលើកទឹកចិត្តឲ្យមានកិច្ចសហការកាន់តែខ្លាំងរវាងសហគមន៍ធុរកិច្ចនៃតំបន់ទាំងពីរនិងបានគូបញ្ជាក់ពីសក្តានុពលដ៏សំខាន់នៃឧស្សាហកម្មកើតថ្មីក្នុងការជំរុញកំណើនប្រកបដោយបរិយាបន្នចីរភាពនិងភាពធន់5កិច្ចប្រជុំទ្វេភាគីឯកឧបនាយករដ្ឋមន្ត្រីបានទទួលជំនួបអាហារពេលព្រឹកជាមួយឯកឧបនាយករដ្ឋមន្ត្រីប៊ុយថាញ់ស៊ុនរដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាមនិងឯកឧបថងសវណ្ណភូមិវិហានរដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវរដ្ឋមន្ត្រីការបរទេសទាំង3បានពិភាក្សាយ៉ាងស៊ីជម្រៅពីវិស័យសហប្រតិបត្តិការដែលមានសក្តានុពលនិងរួមគ្នាដូចជាពាណិជ្ជកម្មការលើកកម្ពស់វិស័យទេសចរណ៍ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធការតភ្ជាប់កិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មនិងកិច្ចខិតខំប្រឹងប្រែងរួមគ្នាដោះស្រាយបញ្ហាប្រឈមផ្នែកសន្តិសុខឆ្លងដែន
អាដាមរដ្ឋមន្ត្រីក៏បានពិភាក្សាលើការត្រៀមរៀបចំកិច្ចប្រជុំគណៈកម្មការចម្រុះទ្វេភាគីនិងបានផ្លាស់ប្ដូរយោបល់លើបញ្ហាក្នុងតំបន់និងអន្តរជាតិដែលជាចំណាប់អារម្មណ៍រួមគ្នាផងដែរលើកពីនេះអាដាមអបនាយករដ្ឋមន្ត្រីក៏បានប្រជុំទ្វេភាគីជាមួយអាដាមស៊ូគីឃ្យូណូរដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋឥណ្ឌូនេស៊ីនិងអាដាមដាតូសេរីអ៊ូតាម៉ាម៉ូហាម៉េតហាសានរដ្ឋមន្ត្រីការបរទេសនៃប្រទេសម៉ាឡេស៊ីកិច្ចប្រជុំទាំងនេះបានផ្ដោតសំខាន់លើការពង្រឹងបន្ថែមនៃទំនាក់ទំនងទ្វេភាគីនិងការស្វែងរកវិស័យកិច្ចសហប្រតិបត្តិការថ្មីៗបន្ថែមទៀតថ្ងៃច័ន្ទ15រោចខែពិសាខឆ្នាំម្សាញ់សប្បុរស័កពុទ្ធសករាជ2569រាជធានីភ្នំពេញថ្ងៃទី26ខែឧសភាឆ្នាំ2025